បទានុក្រមរៀនពាក្យនិងអត្ថន័យរបស់ពាក្យភអៀភាសបុកជើងសូអ៊ីស៊ីភាស៊ីចឹងបុកជើងនេះបានមកពីត្រីស័ព្ទឬក៏សកចឹងសដាក់សកសូហើយសកនេះត្រូវបានដូរទៅជាបុកជើងសូឬក៏សកសូសដាក់សកសូឬក៏សដាក់ត្រីស័ព្ទសូអ៊ីស៊ីភាស៊ីចឹងខាងក្រោមនេះមិនមែនជាស្រៈអុកទេតិចបងប្អូនច្រឡំថាស្រៈអុកអីគឺមែនទេគឺជាបុកជើងបានមកពីត្រីស័ព្ទឬក៏សកកាលណាប្រកបជាមួយនឹងស្រៈអីឬក៏ស្រៈអ៊ីហ្នឹងស្រៈអីគឺពួកអសំឡេងពួកអកាលណាតាក់ត្រីស័ព្ទឬក៏សកវាទៅជាសូចឹងសំឡេងពួកអវិញសំឡេងពួកអស្រៈអីគឺសំឡេងវាគឺស្រៈអ៊ីសូអ៊ីស៊ីភាស៊ីថ្នាក់ពាក្យជានាមតើភាស៊ីមានន័យដូចម្ដេចភាស៊ីថ្នាក់ពាក្យជានាមមានន័យថាពន្ធទំនិញគឺពន្ធដែលអ្នករាជការដកហូតពីអ្នកលក់ទំនិញពន្ធទំនិញគឺពន្ធដែលអ្នករាជការដកហូតពីអ្នកលក់ទំនិញ